នេះពេញមួយថ្ងៃហើយអត់ដឹងថាធ្វើបាត់ភាពតានតឹងនៅទីណាមែនអត់តោះមកចាំបីស្ដាំមួយខ្ញុំនៅចំបៃស្ប៉ាមិនមែនត្រឹមតែមានសេវាកម្មច្រើនមុខដូចជាខាត់ស្បែកនិងម៉ាស្សាតែប៉ុណ្ណោះទេតែវាជាការផ្ដល់នូវបទពិសោធន៍ដែលធ្វើឲ្យយើងទទួលបានអារម្មណ៍ស្រស់ថ្លាស្ដាប់ធម៌ពលរាងកាយនិងជួយដល់ផ្លូវចិត្តបងបងថែមទៀតផងអីដែលខ្ញុំចូលចិត្តបំផុតនៅទីនេះគឺជាបច្ចេកទេសជំនាញទឹកដៃរបស់បងបងអ្នកម៉ាស្សាដែលមានបទពិសោធន៍រាប់ឆ្នាំដឹងពីចំណុចឲ្យយើងចុករយនិងជួយឲ្យសាច់ដុំយើងបានធូរស្រាលបាននិយាយពីបរិយាកាសនិងការរៀបចំនៅចំបៃវិញគឺបែបខ្មែរ 100% មិនថាងាកទៅជ្រុងណាផ្នែកណាមួយគឺសុទ្ធសឹងតែជារចនាបថបែបបុរាណចំតែម្ដងសម្រាប់ទីតាំងបោះចំបៃវិញគឺមាន2ទីតាំងហើយខ្ញុំនឹងតម្លាក់លីងនៅខាងខមអញ្ចឹងហើយបងបងកុំទុកឲ្យរាងកាយហត់នឿយខ្លាំងពេកស្រឡាញ់ខ្លួនឯងគឺចាប់ផ្ដើមពីការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តជាមួយចំបៃឥឡូវនេះមកតែអាណិត